chuối 4 រសជាតិថ្ងៃបងប្អូនមានផ្កាមេអំបៅស្លឹកតើយល្ហុងហើយនឹងរសជាតិដូងជាដំបូងខ្ញុំពុះល្ហុងមកហើយកោសយកទៅសាច់ល្ហុងដាក់នៅក្នុងម៉ាស៊ីនក្លុកដើម្បីយើងក្លុកឲ្យវាម៉ត់ល្អហើយនឹងយើងយកពណ៌ឲ្យវាចេញពណ៌ទឹកក្រូចបន្ទាប់ពីក្លុកមកវាមានពពុះខាងលើបងប្អូនដួសវាចេញទៅដើម្បីកុំឲ្យពេលយើងចាក់ចំហួយទៅវាមានវាអត់ស្អាតហ្នឹងហើយដួសវាចេញទៅចាំយើងចាក់ទុកឲ្យមួយទៀតរសជាតិតើយហ្នឹងយកពណ៌បៃតងហ្នឹងគឺរសជាតិស្លឹកតើយព្រោះយើងដាក់ធ្វើទៅដើម្បីវាមានចេញ3ពណ៌មួយទៀតនេះគឺពណ៌ផ្កាមេអំបៅវាចេញពណ៌ស្វាយហ្នឹងហើយផ្កាមេអំបៅខ្ញុំដាំមុខផ្ទះបេះមកទៅយើងយកមកឆុងទឹកវាទៅដើម្បីឲ្យមានពណ៌ប្លែកៗខុសពីគ្នាហ្នឹងហើយយើងចាក់ស្ករសចូលទៅចាក់មកល្មមបានហើយព្រោះតាមចំណង់ចំណូលចិត្តបើអ្នកណាចូលចិត្តផ្អែមចាក់ផ្អែមទៅហើយយើងដាក់ម្សៅចំហួយហ្នឹងក៏ដាក់ដោយសារម្សៅចំហួយហ្នឹងមកកញ្ចប់ហ្នឹងបាន5លីត្រហើយសម្រាប់ទឹកពណ៌ស្វាយនេះខ្ញុំដាក់តែ1លីត្រទេអញ្ចឹងខ្ញុំចាក់ម្សៅចំហួយបើចង់និយាយថាបែងចែកវាធ្វើម៉េចឲ្យគ្រប់ជា5ណាយើងដាក់ចំនួន1/5បានហើយហ្នឹងហើយដាក់ឲ្យយើងកូរវាសព្វសិនចាំយើងយកទៅដាក់នៅភ្លើងកូរម្សៅចំហួយហ្នឹងឲ្យវាសព្វចូលក្នុងទឹកហ្នឹងហើយដាក់ទៅខ្លាចស្ទើរថែមដោយសារយើងធ្វើស្មានដល់ពេលចឹងទៅដាក់ម្លឹកព្រាឲ្យខ្លាចវាអត់គ្រប់ថែមទៀតចឹងទៅថែមទៀតហើយយើងកូរវាទៅហ្នឹងហើយពេលដែលយើងកូរវាសព្វហើយចាំយើងទៅយកទៅដាក់ក្នុងឆ្នាំងយើងដាក់ភ្លើងតិចហើយកូរវាកូរដើម្បីវាពុះបងប្អូនចាពេលដែលយើងកូរចំហួយយើងហ្នឹងហើយយើងយកទៅចាក់ដាក់ថាយើងយកទៅចាក់ដាក់ថាមកស្ទាប់ដើម្បីឲ្យវាមានចេញពណ៌ហ្នឹងហើយយើងចាក់ទី1ហ្នឹងពណ៌ស្វាយពណ៌ផ្កាមេអំបៅហើយបន្តមកទៀតចាក់ពណ៌ទឹកក្រូចហ្នឹងគឺរសជាតិផ្លែល្ហុងយើងចាក់យកពណ៌ដល់ពេលដែលយើងចាក់ហ្នឹងគឺយើងចាក់តិចដោយសារខ្លាចវាធ្លុះដោយសារតែចំហួយយើងអត់ទាន់រឹងទេអញ្ចឹងយើងចាក់ស្ទាប់វាដើម្បីឲ្យវាខាំជាប់គ្នាហើយមានចេញពណ៌អាហ្នឹងយើងធ្វើនិយាយទៅធ្វើដូចចាក់កញ្ច័នអញ្ចឹងវាចេញពណ៌មកគណៈអញ្ចឹងណាហ្នឹងហើយខ្ញុំធ្វើបានចូល2ពណ៌ហើយបានពណ៌ស្វាយដែលជារសជាតិផ្កាមេអំបៅហើយមួយទៀតរសជាតិល្ហុងទុំពណ៌ទឹកក្រូចចាអញ្ចឹងហើយចាក់នៅពណ៌ស្វាយហ្នឹងយើងសម្រាប់ដាក់នៅក្រោមគេអញ្ចឹងយើងដាក់វាមុនគេហើយបន្ទាប់មកក៏យើងចាក់ហើយពណ៌ទី3ហ្នឹងគឺពណ៌បៃតងយើងចាក់ទៅលើពីលើពណ៌ទឹកក្រូចដើម្បីវាចេញពណ៌ស្អាតហើយខ្ញុំចាក់ទីសើយើងមិនហ៊ានចាក់ខ្លាំងទេបើចាក់ខ្លាំងទៅវាអាចបែកអាពណ៌ទឹកក្រូចខាងក្រោមពេលអញ្ចឹងវាអត់ស្អាតណាពេលដែលយើងកាត់ទៅចាហើយពណ៌បៃតងហ្នឹងវាជាពណ៌ទី3ហើយវារៀងខាប់បន្តិចដោយសារតែខ្ញុំដាក់លោព្រោះដាក់ម្សៅស្រាយដាក់ម្សៅចំហួយហ្នឹងដាក់ម្លឹកព្រាទៅខ្លាចស្ទើរថែមម្លឹកព្រាទៀតដល់ពេលចឹងទៅវារៀងរឹងខាប់តែវាចេញពណ៌ស្អាតអាហ្នឹងរសជាតិស្លឹកតើយដែលខ្ញុំដាំជុំវិញផ្ទះទៅខ្ញុំបេះវាមកធ្វើទៅដោយសារតែយើងណាមួយខ្ញុំលើកទី1ដែរខ្ញុំធ្វើហ្នឹងខ្ញុំអត់ដែរធ្វើទេហើយដល់ពេលអាពណ៌លឿងហ្នឹងពណ៌ល្ហុងហ្នឹងយើងចាក់ពណ៌បៃតងរសជាតិស្លឹកតើយពីលើទៅដើម្បីយើងពេលយើងចាក់ចេញមកវាចេញពណ៌ហើយដល់ពណ៌ចុងក្រោយគឺពណ៌សរសជាតិទឹកដោះគោរសជាតិខ្ទិះដូងអាហ្នឹងខ្ញុំដាក់លើគេគ្រប់ពណ៌ទាំងអស់តែគាត់ហ្នឹងយើងចាក់តិចចាក់សើហ្នឹងយើងអត់ចាក់ខ្លាំងទេដោយសារតែខ្លាចវាបែកខាងក្រោមតែមានណារឿងអាពណ៌បៃតងនេះវាខាប់ពេករឹងលឿនពេកវាអត់ចាប់មួយគេសោះដោយសារតែអ្នកធ្វើហ្នឹងចេះតែខ្លាចអត់រឹងទៅដាក់លើសចំណុះបន្តិច
យើងចាក់ពណ៌សនឹងពីលើឲ្យគ្រប់មកអានេះថាសធំហើយខ្ញុំមានដាក់នៅក្នុងចានហើយឃើញអាតម្រៀបជួរគ្នានេះអានឹងពុំនំខេកគេដោយសារតែយើងអត់មានឧបករណ៍ដូចកន្លែងគេធ្វើនំខេកអញ្ចឹងយើងចេះតែយកចាតស្រាក់យកកែវជ័រយកអីដែលមានទំហំខុសៗគ្នាទៅយើងដាក់វាពណ៌ផ្សេងគ្នានោះដើម្បីទៅពេលដែលស្រាយនឹងវារឹងវាកកទៅយើងដាក់វាពីលើស្គឿនគ្នាទៅវាចេញទៅជាម៉ូដនំខេកហ្នឹងហើយបន្ទាប់ពីខ្ញុំចាក់បាន4កែវហ្នឹងមកខ្ញុំក៏ចាប់ផ្ដើមដាក់ពណ៌ស highlight ខាងលើគ្រប់កែវទាំងអស់ដើម្បីឲ្យយើងពេលដែលយើងគោះមកវាមានខាន់គ្នាដោយពណ៌សអញ្ចឹងទៅវាមើលឃើញស្អាតអញ្ចឹងណាចាហ្នឹងហើយយើងចាក់វាមកអាពណ៌បៃតងនេះរឹងមុនគេដោយសារតែដាក់ជួយរៀងលើសដៃតិចជ្រុលដៃបន្តិចតែសម្រាប់ពណ៌ផ្សេងពេញល្អហើយពេញឆ្ងាញ់ទៀតបើនិយាយពីពណ៌ទឹកក្រូចឆ្ងាញ់មែនតែនវាខ្ញុំដាក់តាមស្តង់ដារជាហួយយើង1លីត្រហ្នឹងយើងដាក់តែមកលាព្រាហ្នឹងគ្រប់អត់ហើយដល់ពេលអាពណ៌បៃតងហ្នឹងទឹក1លីត្រសោះដាក់2លាព្រាមានអីរឹងហូបអត់សូវឆ្ងាញ់ទេហើយសល់ពីពុំយើងចាក់នំខេកយើងហ្នឹងក៏មកចាក់តាមចានទៅពុំនំខេកហ្នឹងក៏គ្មានបានពុំពីណាទេតាមចានជ័រចានស្រាក់ចានស្អីគេចិត្តតែយកមកដាក់ទៅហើយណាមួយចិត្តតែចង់ធ្វើនឹកឃើញចង់ធ្វើឲ្យគូហ្នឹងថ្ងៃគូកំណើតគេណាហើយបន្ទាប់ពីទុកមកស្ទុះក្រោយមកឃើញថាជាហួយដែលបានចាក់ហ្នឹងក៏ចាប់ផ្ដើមរឹងបដើហើយយើងអាចនេះដែលខ្ញុំ highlight ពណ៌វាចេញមកហើយដាក់នឹងចានក៏ដូចគ្នាដែរវារឹងហើយក៏ចាប់ផ្ដើមពុះហូបសាកមើលភ្លក់សាកមើលវាចេញពណ៌មិនចាំអត់ទាំងអស់គ្នា1 2 3ចេញពណ៌ហើយដល់ពេលអាពណ៌បៃតងវារឹងខ្លាំងពេកតែវាអត់ចាប់អាពណ៌ស្វាយឲ្យជាប់ជាមួយគ្នាណាមួយពណ៌ស្វាយរៀងទន់តែក៏បាក់ផងអីផងលាក់លាក់ពេញទៅនោះទៅហើយកូនខ្ញុំគេឈរសើចម្ចាស់ខួបគេឈរមើលម៉ាក់ធ្វើហើយក៏ដួសមកជ្រុះទៀតអីទៀតអូវាអត់ខាប់ជាប់គ្នាពណ៌បៃតងនិងពណ៌ស្វាយហ្នឹងដល់ពេលយើងលើកមកទៅដាច់គ្នាជ្រុះនេះលទ្ធផលដែលខ្ញុំខំធ្វើមកព្រឹកបងប្អូនមិនស្រួលប្រហែលទេលទ្ធផលនំខេកស្រុកស្រែរបស់ម៉ែនិរាជចេញហើយបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនភៀសសឹកទាំងអស់គ្នាចង់ហូបអត់មកហូបជាមួយខ្ញុំទាំងអស់គ្នាហើយជូនពរបងប្អូនភៀសសឹកទាំងអស់មានសុខភាពផ្លូវចិត្តរឹងមាំណាហើយក៏ជូនពរឲ្យកុំឲ្យមានបញ្ហាសង្គ្រាមអីកើតឡើងទៀតជូនពរឲ្យស្រុកយើងមានសន្តិភាពទាំងអស់គ្នាជាពិសេសបងប្អូនដែលនៅក្នុងប្រទេសទាំងអស់គ្នាអ្នកជិតខាងបតប្រទេសផ្សេងគេមើលងាយយើងគេធ្វើបាបយើងហើយយើងជនរួមជាតិជនរួមឈាមយើងគួរតែចេះស្រឡាញ់គ្នា